ស្របពេលដែលគេបានផ្សព្វផ្សាយនៅខ្លឹមសាររឿងបណ្ឌិតនិងអ្នកចែវទូកបាទខ្ញុំក៏បានយកខ្លឹមសារនោះមកបង្កើតជាវីដេអូ AI ហើយក៏ទទួលបានការសន្តោសប្រោសប្រណីទៅពងពោះអំពីសម្ដេចតេជោហ៊ុនសែនលោកបានយកទៅផុសនៅលើ page ផ្លូវការរបស់លោកនៅពេលម្សិលមិញនេះក្រោយពីសម្ដេចបានផុសក៏មានមតិផ្ទុយគ្នាចំនួន2ដែលបានលើកឡើងហើយបានព្យាយាមវែកញែកហើយនឹងចែករវាងបណ្ឌិតនិងអ្នកចែវទូកចេញពីគ្នាការដែលបណ្ឌិតជិះទូកដោយពឹងផ្អែកទៅលើអ្នកចែវទូកគឺជាសំណុំរឿងមួយដែលប្រៀបដូចទៅនឹងអ្នកល្ងងខ្លៅពឹងផ្អែកទៅលើអ្នកចេះដឹងហើយអ្នកចេះដឹងក៏ពឹងផ្អែកទៅលើអ្នកចែវទូកបណ្ឌិតប្រៀបបានទៅនឹងសាច់រឿងឬក៏ភាពនៃចំណេះដឹងឬក៏រឿងធំដុំរឿងជាផ្លូវការរឿងយកជាការបានអ្នកចែវទូកសំដៅលើរឿងតូចតាចកំពេចកំប៉ុកឬជនល្ងងខ្លៅនៅក្នុងរដ្ឋមួយมันអាចមានអ្នកចេះសុទ្ធมันអាចមានអ្នកល្ងងសុទ្ធទេហើយបើសិនជាបណ្ឌិតនោះគាត់ជិះទូកគាត់មិនចេះហែលទឹកប៉ុន្តែគាត់ព្យាយាមជួយចែវជាមួយនឹងអ្នកចែវទូកគាត់នឹងទៅដល់ច្រាំងដូចគ្នាអ្នកបណ្ឌិតក៏រួចរស់អ្នកចែវទូកក៏ទទួលបានប្រាក់កម្រៃក្នុងរដ្ឋមួយក៏ដូចគ្នាអ្នកចេះដឹងសំដៅលើអ្នកដែលកាន់ការងារធំដុំប៉ុន្តែក៏មិនអាចមើលងាយអ្នកតូចតាចឬក៏មើលរំលងការងារកំពេចកំប៉ុកដែរសម្ដេចតេជោដ៏ខ្ពង់ខ្ពស់សម្ដេចឧស្សាហ៍មានប្រសាសន៍ថាបើធ្វើកិច្ចការងារតូចតាចមិនកើតទេការងារធំដុំក៏មិនអាចធ្វើកើតដែរដូច្នេះចង់ក្រសោបន័យមួយថាទាំងបណ្ឌិតទាំងអ្នកចែវទូកគឺត្រូវតែទៅជាមួយគ្នារួបរวมគ្នាធ្វើកិច្ចការជាមួយគ្នាខ្លឹមសាររបស់សម្ដេចតេជោក៏មិនបានវែកញែកបុគ្គលនេះជាពីរដែរនៅក្នុងខ្លឹមសារចុងក្រោយសម្ដេចបានបញ្ជាក់យ៉ាងដូចនេះថាអ្វីដែលខ្ញុំគួរសុំបណ្ដាអ្នកវិភាគគួរជៀសវាងវិភាគដាក់ក្បាលមីក្រូលើបញ្ហាយោធានិងសន្តិសុខនិងផ្សព្វផ្សាយចេញក្រៅជារឿងសម្ងាត់របស់ជាតិប្រសិនបើមានអនុសាសន៍ជូនស្ថាប័នជាតិគួរប្រជុំបិទទ្វារនិងបញ្ជូនមកស្ថាប័នជាតិដែលយើងចង់ជួយនេះគឺសារបញ្ជាក់ដ៏ខ្ពង់ខ្ពស់ថាសម្ដេចអត់បាននិយាយថាពួកអ្នកទាំងនោះនិយាយខុសទេគ្រាន់តែសម្ដេចមិនចង់ឲ្យនិយាយជាសាធារណៈហើយប្រសិនបើអ្នកទាំងអស់នោះមានវិធីសាស្ត្រមែនគួរណាស់តែបញ្ជូនសំណុំរឿងឬក៏វិធីសាស្ត្រទាំងនោះទៅស្ថាប័នជាតិត្រង់នេះសម្ដេចអត់បានបញ្ជាក់ថាអ្នកនោះនិយាយខុសអត់បានបញ្ជាក់ថាអ្នកនោះនិយាយប្រឆាចការពិតប៉ុន្តែសម្ដេចថាមិនគួរនិយាយឲ្យផ្សព្វផ្សាយទេរឿងដែលអាចធ្វើបានអ្នកទាំងនោះគួរតែជួបជាមួយនឹងមន្ត្រីរាជរដ្ឋាភិបាលឬក៏បញ្ជូនស្អីដែលខ្លួនឯងយល់ថាជាប្រយោជន៍នោះមកដល់ស្ថាប័នជាតិបាទអញ្ចឹងខ្ញុំឃើញមានបណ្ដាអ្នកចេះដឹងមួយចំនួនបានយកទៅវែកញែកហើយបាននិយាយថាក្នុងវីដេអូ AI និងខ្លឹមសាររបស់សម្ដេចតេជោគឺកំពុងតែមើលងាយអ្នកចេះដឹងមើលងាយធនធានមនុស្សដែលកម្រពិតណាស់ការរៀនបណ្ឌិតវាមិនមែនរៀនមួយថ្ងៃពីរបានទេរៀន10 20ឆ្នាំទើបទទួលបានសញ្ញាបត្របណ្ឌិតប៉ុន្តែសួរថាឈ្មោះថាបណ្ឌិតនោះមានគ្រប់ចំណេះមានគ្រប់ជំនាញទេវាអត់ទេបណ្ឌិតក៏ពិតមែនប៉ុន្តែជំនាញមានតែមួយឬក៏ពីរតែប៉ុណ្ណឹងបាទហើយក៏មិនបានបញ្ជាក់ថាខុសឬត្រូវទេគ្រាន់តែសម្ដេចចង់បញ្ជាក់ថាបើមានដំណោះស្រាយមែនគួរណាស់បញ្ជូនមកស្ថាប័នជាតិសម្ដេចឲ្យបានបិទទ្វារណាសម្ដេចមិនបានថាខុសឯណាសម្ដេចមិនបានថាមិនទទួលយកឯណាប៉ុន្តែសម្ដេចស្នើសុំថាគួរតែបញ្ជូនរឿងទាំងនោះមកស្ថាប័នជាតិជាជាងការនិយាយបបាច់បបោចតាមទីសាធារណៈឬក៏ការផ្សព្វផ្សាយចេញក្រៅបាទឧទាហរណ៍ដូចបណ្ឌិតញ៉ែលរដ្ឋាយើងមានបានថាគាត់និយាយខុសឯណាគ្រាន់តែថាគាត់មិនគួរនិយាយទៅវាប៉ះពាល់ទៅដល់ទឹកចិត្តកងទ័ពឬក៏ស្ថាប័នមួយចំនួនឬក៏ប្រជាពលរដ្ឋប៉ុន្តែបើគាត់ពិតជាមានចំណេះដឹងដំណោះស្រាយមែនគាត់គួរណាស់បញ្ជូនរឿងទាំងនោះទៅរាជរដ្ឋាភិបាលឬក៏ស្នើសុំតាមវិធីណាមួយដែលលោកអាចធ្វើបានជាជាងការដាក់មីក្រូនិយាយបបាច់បបោចរឿងខ្លះវាត្រូវប៉ុន្តែមិនត្រូវនិយាយហើយបើនិយាយយើងត្រូវគិតថាវាចំណេញអត់ឬក៏វាប៉ះពាល់ឬអត់ឬក៏វាមានផលវិជ្ជមានអវិជ្ជមាននៅក្នុងនឹងអត់បើសិនជារឿងជាការពិតហើយវាប៉ះពាល់យើងគួរកុំនិយាយប៉ុន្តែយើងគួរធ្វើជាសម្ងាត់បាទអ្វីត្បិតតែខ្ញុំមិនមែនជាបណ្ឌិតខ្ញុំមិនមែនជាអ្នកចេះដឹងខ្ញុំរៀនមិនបានខ្ពស់ប៉ុន្តែខ្ញុំបានឃើញពីអ្វីដែលគាត់បាននិយាយបាទហើយជាពិសេសត្រង់សម្ដីគាត់ថាចាញ់គ្រប់សមរភូមិរាជរដ្ឋាភិបាលខិតខំណាស់រឿងការទូតរឿងផ្លូវច្បាប់រឿងអីនេះបើថៃវាមានការគ្របសង្កត់ឬក៏វាឈ្នះសមរភូមិការទូតនិងសមរភូមិច្បាប់វាមិនមែនវាមកដាក់ទូកុងតឺន័រមិនមែនវាធ្វើលលើតាមចិត្តចឹងទេបាទហើយខ្មែរយើងក៏មិនអាចរត់ការទូតឈ្នះវាដែរពីព្រោះវាមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងយើងនៅក្នុងឆាកអន្តរជាតិប៉ុន្តែមកដល់ម៉ោងនេះរាជរដ្ឋាភិបាលលោកខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីយកប្រៀបលើពួកវាបានហើយទៅលើផ្លូវច្បាប់ចំណែកឯលើសមរភូមិក៏ពួកវាមិនបាន
ឈ្នះនៅក្នុងការប្រកួតដែរវាចូលមកកាន់កាប់ក្រោយពេលមានបទឈប់បាញ់តែប៉ុណ្ណឹងហើយមានអ្នកខ្លះទៀតគេបាននិយាយថាមិនដែលឃើញមានអ្នកចៅទូកឯណាមកដឹកនាំប្រទេសទេឃើញតែបណ្ឌិតប៉ុណ្ណោះដែលមានការចូលរួមដឹកនាំជាតិអភិវឌ្ឍជាតិនៅក្នុងរឿងកតិលោកមួយនេះគេមិនបានសម្ដៅថាអ្នកណាមកដឹកនាំប្រទេសឬអ្នកណាមកធ្វើស្អីនោះទេដោយឡែកអិសរាជជនជាន់ខ្ពស់សម័យក្រោយសម្ដេចឪដែលមានសម្ដេចតេជោហ៊ុនសែននិងអិសរាជជនធំជាច្រើនលោកមានបានទៅរៀនចប់បណ្ឌិតឯណាសម័យលោកកើតមកគឺរៀនបានតែប្រហែលឆ្នាំចូលចំនួនសង្គ្រាមមកក្តាំងនៅពេលដែលលោករួបរวมរំដោះប្រទេសជាតិមកបានសម្ដេចតេជោមិនបានរៀនចប់បណ្ឌិតនោះទេប៉ុន្តែផ្ទុយទៅវិញគ្រប់ប្រទេសស្ថាប័នអន្តរជាតិធំគេបានស្នើសញ្ញាបត្របណ្ឌិតកិត្តិយសដោយសារតែគេឃើញថាសម្ដេចតេជោស័ក្តិសមនឹងទទួលបានហើយបញ្ញាញាណរបស់លោកវាចង់លើបណ្ឌិតផងបាទអញ្ចឹងសួរថាយើងអាចកំណត់អ្នកចៅទូកឬក៏កំណត់បណ្ឌិតតាមរយៈតែសញ្ញាបត្រមួយទេឬសមត្ថភាពពេលខ្លះគេមិនបានរៀនចប់បណ្ឌិតបញ្ញាញាណការប៉ិនប្រសពឆ្លៀសវៃអាចលើសបណ្ឌិតមួយចំនួនផងហើយបើយើងព្យាយាមចែករំលែកឬក៏ចែកផ្ដាច់គ្នាថាអ្នកអ៊ំទូកមិនសមដឹកនាំប្រទេសសមតែបណ្ឌិតអានឹងវាមិនត្រូវទេបាទបណ្ឌិតជាអ្នកដឹកនាំប្រទេសហើយអ្នកចៅទូកជាអ្នកគ្រប់គ្រងនោះទើបជារឿងត្រឹមត្រូវអ្នកចៅទូកដូចខ្ញុំនិយាយខាងដើមថាគឺជាអ្នកសំដៅទៅលើរឿងរ៉ាវតូចតាចកំពេចកំប៉ុកអ្នកបណ្ឌិតសំដៅទៅលើរឿងធំដុំដែលគេចេះដឹងច្បាស់លាស់កិច្ចការធំដុំកិច្ចការជាតិអញ្ចឹងកិច្ចការធំដុំធ្វើទៅបានវាអាស្រ័យលើការធ្វើកិច្ចការងារតូចមានអ្នកដោះស្រាយការងារតូចដែរសម្ដេចនាយករដ្ឋមន្ត្រីលោកខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជាតិក៏ប៉ុន្តែមានកូនចៅជាន់ក្រោមរបស់លោកដោះស្រាយបញ្ហាមូលដ្ឋានកំពេចកំប៉ុករឿងតិចតួចរឿងខ្លះលោកមិនបានមកដោះស្រាយផ្ទាល់មានអ្នកផ្សេងដោះស្រាយសម្ដៅថាបណ្ឌិតក៏មានតួនាទីអ្នកចៅទូកក៏មានតួនាទីបាទអញ្ចឹងសួរថាយើងចែកផ្ដាច់យ៉ាងម៉េចហើយនៅក្នុងសាររបស់សម្ដេចតេជោក៏លោកមិនបានចែកផ្ដាច់ឬក៏មិនទទួលស្គាល់ដែរសម្ដេចបញ្ជាក់យ៉ាងច្បាស់បើមានដំណោះស្រាយមកបញ្ជូនមកសម្ដេចមានបានថាខុសត្រូវឯណារឿងអីអ្នកចេះដឹងមួយចំនួនទៅតូចចិត្តស្អិតទ្រូងហើយព្យាយាមយកគេហៅថាយកដាក់ខ្លួននៅរឿងហ្នឹងបើសម្ដេចថាលោកញ៉ាល់រដ្ឋាឬក៏អ្នកណាមួយឬក៏បណ្ឌិតណាមួយហ្នឹងនិយាយមិនត្រូវទេខុសហើយខ្ញុំនឹងចាប់ទោសអូសដំណើរអ្នកឯងអានឹងចាំយើងនិយាយថាយើងបំបិតសម្លេងឬក៏និយាយពិតមិនបានប៉ុន្តែសម្ដេចបញ្ជាក់យ៉ាងច្បាស់ថាសម្ដេចអត់មានថាខុសត្រូវអីទេសម្ដេចថាបើមានការពិតមែនកុំដាក់ក្បាលមីក្រូនិយាយសាធារណៈចឹងដាក់មកស្ថាប័នរដ្ឋទុកឲ្យគេដោះស្រាយពីព្រោះវាពាក់ព័ន្ធទៅដល់បញ្ហាសន្តិសុខជាតិការសម្ងាត់របស់ជាតិគ្រប់ការងារទាំងអស់យើងមិនមែនចេះតែនិយាយចេញជាសាធារណៈបានទេបាទដូចខ្ញុំនិយាយថារឿងពិតគួរនិយាយប៉ុន្តែបើនិយាយទៅវាមានផលប៉ះពាល់យើងកុំនិយាយកុំពុំទាន់អាចនិយាយព្រះសម្មាសម្ពុទ្ធព្រះអង្គបានមានពុទ្ធដីកាថាម៉េចការពិតនិយាយពិតនិយាយឲ្យត្រូវការបាទបានន័យថាពាក្យហ្នឹងពិតក៏ដោយប៉ុន្តែបើវាមិនទាន់ដល់កលៈទេសៈត្រូវនិយាយគួរទុកសិនបាទគួរទុកសិនមិនបានហាមមិនឲ្យនិយាយទេប៉ុន្តែមិនទាន់ដល់ពេលនិយាយកុំទាន់អាចនិយាយគួរទុកសិនរឿងនឹងដូចគ្នាបាទតើកន្លែងណាដែលអស់លោកបណ្ឌិតមួយចំនួនមើលឃើញថាវាជាកំហុសឆ្គងរបស់រដ្ឋាភិបាលចំណុចណាដែលមើលទៅឃើញចាញ់គេគួរយកអាហ្នឹងមកនិយាយហើយដូចខ្ញុំនិយាយវីដេអូមុនថាបើថ្នាក់បណ្ឌិតប៉ុណ្ណឹងទាំងអស់គ្នាហ្នឹងចេញមកថាយើងចាញ់គេទៅហើយចុះអ្នកដែលខួរក្បាលមិនដល់បណ្ឌិតនេះតើគាត់សង្ឃឹមអីគាត់ជឿអីគាត់ទុកចិត្តអីទៀតបាទបើអ្នកចេះព្រមចាញ់គេទៅហើយហ្នឹងអ្នកចេះលើកទង់សទៅហើយហ្នឹងចុះអ្នកល្ងងពឹងអីមិនងាប់អស់ទៅហើយទេបាទអញ្ចឹងអ្នកចេះនោះត្រូវតែបង្កភាពស្វិតស្វាញមួយតស៊ូទោះបីបើយើងនិយាយថាចាញ់ក៏ចាញ់ចុះប៉ុន្តែតស៊ូឲ្យបដូរផ្ដាច់តែម្ដងទៅដឹងថាចាញ់តែកុំនិយាយថាចាញ់តស៊ូឲ្យអស់ជីវិតទៅបាទប៉ុន្តែអ្នកចេះដឹងថាអូចាញ់គេបាត់ហើយមិនបាច់ធ្វើទេចឹងប្រទេសជាតិយើងពឹងអីជាតិយើងពឹងអីទឹកដីយើងប្រជាជនយើងពឹងអីខួរក្បាលប៉ុនបណ្ឌិតមួយចំនួននឹងហើយគាត់ថាគាត់ចាញ់ហើយហ្នឹងចុះអ្នកល្ងងគាត់ទៅរកដំណោះស្រាយណាដូចយើងខ្ញុំជាអ្នករៀនមិនបានខ្ពស់យើងទៅរំពឹងអីបើបណ្ឌិតនិយាយថាវាអស់លទ្ធភាពទៅហើយនោះសម្ដេចមហាប្រវត្តិធិបតីហ៊ុនម៉ាណែតក៏សម្ដេចបានបញ្ជាក់ថាសល់តែ 1% ក៏សម្ដេចខំប្រឹងឲ្យអស់លទ្ធភាពសម្ដេចអត់បាននិយាយថាសម្ដេចអស់លទ្ធភាពទេប៉ុន្តែសម្ដេចនិយាយថាបើទោះជាសល់តែ 1% ក៏សម្ដេចត្រូវតែខំប្រឹងប្រែងបន្តទៀតដើម្បីបញ្ជាសង្គ្រាមដូច្នេះលោកបណ្ឌិតមួយចំនួនដែលយល់ថាខ្លួនឯងចេះនេះគួរណាស់តែដើរតាមសម្ដេចមហាប្រវត្តិធិបតីហ៊ុនម៉ាណែតយកវិធីសាស្ត្រនេះជួយសម្ដេចបន្ថែមទៀតបើសម្ដេចឃើញ 1% អ្នកផ្សេងឃើញ 1% ជាច្រើនអ្នកវាអាចឡើងដល់ 10% អីដែរវាកាន់តែខ្ពស់ទៅបាទអញ្ចឹងបញ្ញាប់លើកទង់សទៅណាបញ្ញាប់រត់ទៅណាបើយើងទទួលស្គាល់ថាចាញ់ហើយយ៉ាងម៉េចយើងប្រឹងដាក់អាវុធចុះឲ្យដេញទៅគេឲ្យទ័ពដកមកវិញ
បោះព្រំដែនទៅតាមស្អីដែលថៃចង់បានឬក៏យ៉ាងណាបាទឬក៏យ៉ាងណាអត់ទេទាំងថ្នាក់ដឹកនាំទាំងកងទ័ពទាំងប្រជាពលរដ្ឋទាំងអ្នកចេះដឹងទាំងអ្នកល្ងងខ្លៅពួតដៃគ្នាបន្តទៀតរក្សាអ្វីដែលជារបស់យើងបន្តធ្វើអ្វីដែលជាទិសដៅរបស់យើងមិនអាចនៅអញ្ចឹងទៀតទេយើងមិនអាចរាថយទេកងទ័ពក៏ដាក់ជីវិតហើយចុះយើងគ្រាន់តែជាអ្នកច្បាប់អ្នកសិក្សាអ្នករៀនសូត្រអ្នកផ្ដល់កម្លាំងចិត្តអ្នករកវិធីសាស្ត្ររឿងអីយើងលើកទង់សយកើតទ័ពកាន់កភ្លើងនៅសមរភូមិគាត់បានលះបង់ជីវិតយកជីវិតគាត់ដាក់លើជ្រុញរួចហើយចុះយើងអ្នករកដំណោះស្រាយឲ្យពួកគាត់នេះចាំបាច់អីត្រូវយើងលើកទង់សចោលគាត់បើយើងជាអ្នករៀនចប់ខ្ពង់ខ្ពស់ប៉ុណ្ណានៃយើងអស់លទ្ធភាពយើងលើកទង់សហើយតើកងទ័ពដែលគាត់ខ្ញុំសូមអភ័យទោសខ្ញុំដឹងថាកងទ័ពលោកមិនបានរៀនចប់បណ្ឌិតណាច្រើនប្រហែលទេបាទជីវិតរបស់លោកកំពឹងអីបើអ្នកច្បាប់អ្នកចេះដឹងលើកទង់សរត់ចោលហើយណាបាទអានឹងជាបញ្ហាអានឹងហើយគឺជាការប៉ះពាល់ដល់ទឹកចិត្តគេមិនបានថាលោកញ៉ៅរដ្ឋាគាត់និយាយខុសទេប៉ុន្តែការនិយាយរបស់គាត់គឺវាប៉ះពាល់ដល់ទឹកចិត្តបាទបញ្ញវន្តណាបញ្ញវន្តគឺជាធនធានស្នូលរបស់ជាតិស្មើនឹងជាឈាមហើយកងទ័ពប្រៀបដូចជារាងកាយមួយបើកាលណាខ្សោះឈាមវារស់កើតទេហើយបើក្នុងនាមជាអ្នកចេះដឹងលើកទង់សចោលទៅហើយនេះតើកងទ័ពគាត់ទៅធ្វើអីកើតគាត់ច្បាំងគ្នាច្បាំងបានត្រឹមស្លាប់ប៉ុន្តែអ្នកចេះដឹងបានលើកទង់សរត់ចោលគាត់ហើយវាអស់អីនិយាយហើយប៉ុណ្ណឹងប៉ុន្តែបើយើងនៅតស៊ូខំននាលទៅជាមួយគ្នារកដំណោះស្រាយដោយសម្ដេចលោកថា 1% ក៏នៅធ្វើវាស្មើនឹងការជំរុញទឹកចិត្តដល់ពួកគាត់ឲ្យពួកគាត់កាន់តែតស៊ូកាន់តែក្លាហានបើទោះបីជាដល់ដំណាក់កាលច្បាំងគ្នាទៀតក៏ដោយក៏គាត់នៅតែមានទឹកចិត្តដែរពីព្រោះគាត់ជឿជាក់ថាគាត់ទុកចិត្តថាថ្នាក់ដឹកនាំឬក៏អ្នកចេះដឹងបញ្ញវន្តគេបានរកវិធីសាស្ត្របញ្ជាសង្គ្រាមឲ្យពួកអញអស់ហើយគេបញ្ជាសង្គ្រាមឲ្យពួកអញអស់ហើយគេរកវិធីសាស្ត្រអស់ហើយតែมันអាចបញ្ជាបានទេត្រូវតែឲ្យពួកអញកេះកៃកំភ្លើងបាញ់ដដែលទន្ទឹមនឹងនេះអញក៏អស់អីតបអអីនិយាយហើយពីព្រោះអញបានរងចាំអញបានផ្ដល់ពេលវេលាឲ្យគេធ្វើការហើយគេខំប្រឹងអស់ហើយតែมันអាចបញ្ជាបានដូច្នេះអញត្រូវតែតស៊ូបាញ់ឬក៏កាន់កំភ្លើងឲ្យជាប់ដើម្បីបញ្ចេញកម្លាំងហើយប៉ុន្តែបើយើងអ្នកចេះដឹងយើងថាអស់ហើយខ្ញុំអស់វិធីហើយខ្ញុំលើកទង់សោហើយទោះបីជាកងទ័ពគាត់មានកម្លាំងប្រយុទ្ធក៏ក្នុងទឹកចិត្តគាត់មានអារម្មណ៍ថាអើយចោលឲ្យអញអ្នកចេះដឹងគេរត់ចោលអញអស់ទៅហើយពួកអញអ្នកកាន់កំភ្លើងនេះបាញ់ឈ្នះគេងាប់តែជីវិតអញណាដំណោះស្រាយគេមិនដឹងរកអីណាអញ្ចឹងខ្ញុំជឿថាអត់ត្រូវនិយាយចឹងទេគួរតែយកដំណោះស្រាយឥឡូវលោកបណ្ឌិតនៅកន្លែងស្ថាប័នប្រព័ន្ធណានៃបាទជាមួយនឹងឯកឧត្តមបណ្ឌិតសភាចារយើងមិនក៏មិនមើលយករកដំណោះស្រាយណាមួយរកវិធីសាស្ត្រណាមួយទៅសេរបាយការណ៍ឬក៏តល័យក៏ឬក៏ស្អីមួយដាក់ទៅរដ្ឋាភិបាលនេះត្រូវធ្វើចេះសេណារីយ៉ូនឹងចេះជំមើលតើសម្ដេចលោកយកទៅប្រើអត់បើសិនជាដំណោះស្រាយនោះវាមានឥទ្ធិពលលើការដោះស្រាយរឿងព្រំដែននឹងមែនបាទប៉ុន្តែនិយាយអញ្ចឹងបានអីឃើញបាទអញ្ចឹងខ្ញុំនិយាយនេះគ្រាន់តែចង់បញ្ជាក់ទៅលើសាររបស់សម្ដេចតេជោថាសម្ដេចអត់បានបិទមិនទទួលទេសម្ដេចសំណុំពរទៀតថាបើមានដាក់មកយើងទៅអានសារសម្ដេចមើលធ្វើបិទតែខ្លឹមសារកំ pl ែងនៅក្នុងវីដេអូដែលគេធ្វើហ្នឹងប៉ុន្តែសំណេរដែលលោកទៅសេបន្ថែមពីលើគឺជាខ្លឹមសារបើកទ្វារទទួលមិនមែនបិទទេបាទអញ្ចឹងខ្ញុំចង់បញ្ជាក់ប៉ុណ្ណឹងទៅលើវីដេអូហ្នឹងថាកុំយល់ច្រឡំទៅលើប្រសាសន៍របស់សម្ដេចតេជោដែលបានសរសេរពីលើខ្លឹមសារហ្នឹងសម្ដេចរងចាំទទួលដំណោះស្រាយពីបងប្អូនដែលមានចំណេះដឹងប៉ុន្តែសម្ដេចបានសំណូមពរថាកុំទៅនិយាយបបាច់បបោចផ្ដេសផ្ដាសដាក់ក្បាលមីក្រូនិយាយអត់ឈប់ហើយឲ្យបែកទៅដល់ការសម្ងាត់របស់ជាតិទៅទៀតបាទអរគុណវីដេអូនេះមានប៉ុណ្ណឹង